ប្រវត្តិខ្ញុំបន្តិចគឺខ្ញុំកើតឆ្នាំ1972ហើយដល់ឆ្នាំ1981បានចូលរៀនមានន័យថាចូលរៀនអាយុ9ឆ្នាំហើយពេលចូលរៀនហ្នឹងគឺជីវភាពវាក្រីក្រមែនតើម្ល៉េះហើយពេលដែលខ្ញុំរៀនហ្នឹងដើម្បីបានលុយទៅរៀនខ្ញុំត្រូវចិញ្ចឹមមាន់បាទចិញ្ចឹមមាន់ដើម្បីលក់មាន់ទៅយើងបានលុយយកទៅទិញសភៅទិញប៊ិចដោយខ្លួនឯងព្រោះសង្ឃឹមទៅលើម្ដាយដែលបាត់បង់ស្វាមីពួកខ្ញុំកំព្រីឪពុកនៅពេលនោះចា៎បាទអញ្ចឹងទេគឺខ្ញុំអត់បានពឹងរឿងដែលចំណូលពីឪពុកម្ដាយទេណាបាទពីម្ដាយថាគាត់ត្រូវឲ្យលុយទៅរៀននេះគឺខ្ញុំត្រូវរកលុយដើម្បីទៅរៀនខ្លួនឯងចា៎ហើយនៅពេលដែលខ្ញុំចិញ្ចឹមមាន់បានទៅខ្ញុំឆ្លៀតរកលុយទៀតពេលហ្នឹងខ្ញុំឆ្លៀតពេលដែលអមថាយើងរៀនមួយកណាត់ថ្ងៃចា៎អញ្ចឹងឧទាហរណ៍តែរៀនព្រឹកល្ងាចហ្នឹងខ្ញុំទៅជាស្លឹកចេកខ្ញុំទៅបេះស្លឹកកទួតដើម្បីលក់ឲ្យគេអ្នកវិចសំហើយនឹងអ្នកមូណែមអ្នកវិចសំហើយនឹងគេហៅធ្វើណែមលក់ចា៎អញ្ចឹងទៅខ្ញុំក្មេងកាលនោះគឺខ្ញុំមិនត្រឹមតែខ្វះលុយទិញសភៅទិញអីខ្ញុំមានលុយសល់ទៀតហើយមានលុយឲ្យគេខ្ចីទៀតបាទមានលុយឲ្យគេខ្ចីទៀតអញ្ចឹងនិយាយដោយខ្លីគឺការពិតខ្ញុំជាក្មេងម្នាក់ដែលមានគំនិតដែលគេហៅថារកលុយតាមរបៀបបើយើងនិយាយថាចិញ្ចឹមមាន់ចិញ្ចឹមទាបាទចិញ្ចឹមជ្រូកហើយតាមការដាំចេកដាំបាទកទួតដើម្បីយកស្លឹកយកអីហ្នឹងចាបាទអញ្ចឹងគឺខ្ញុំអាចរកលុយពេលហ្នឹងដល់ពេលខ្ញុំមកមើលដែលក្មេងនៅពេលបច្ចុប្បន្នប្រហែលជាអាចថាដោយសារលុយហ្នឹងងាយរកពេកណាបាទចាអញ្ចឹងទេឃើញថាគំនិតនៃការស្វះស្វែងរកលុយគំនិតនៃការរក្សាសន្សំចៃលុយហ្នឹងឃើញថាគាត់នៅខ្វះច្រើនណាហើយបន្តិចទៀតនេះគឺខ្ញុំនឹងមានរឿងមួយទៀតដើម្បីចែករំលែកទៅដល់ជាពិសេសគឺថាយុវជននៅក្នុងសម័យនេះតែម្ដងពីរឿងសន្សំ4បាទអញ្ចឹងតិចទៀតខ្ញុំអាចនឹងចែករំលែកពីសន្សំ4ណាតែយ៉ាងណាក៏ដោយជាចម្លើយរបស់ខ្ញុំការមើលឃើញរបស់ខ្ញុំនៅពេលនេះខ្ញុំឃើញថាដោយសារតែសង្គមរាល់ថ្ងៃមនុស្សគិតថាលុយស្រួលរកមកដល់ហើយមិនទៅជាបានប្រយ័ត្នប្រយែងនឹងការចាយវាយលុយកាក់ប៉ុន្មានទេខ្ញុំមើលទៅទៅកាលណាគេពិនិត្យមើលទៅលើអានេះគំនិតវិយារបស់យុវជនគេត្រូវមើលទៅលើគេហៅថាយុវសហគ្រិនមានន័យថាតើប្រទេសណាដែលមានសហគ្រិនក្មេងៗច្រើនជាងគេណាចាអញ្ចឹងយើងអាចនិយាយបានថាបើសិនជាយើងទៅវាស់វែងសហគ្រិនក្មេងៗខ្ញុំហ៊ាននិយាយថាប្រទេសជិតខាងដែលជាប្រទេសធំជាងយើងគេមានដែលគេហៅថាសហគ្រិនវ័យក្មេងហ្នឹងច្រើនជាងយើងបាទណាហើយបើប្រទេសដែលគេកាន់តែធូរធារជាងយើងទៀតរឹតតែមានកាន់តែច្រើនជាងឧទាហរណ៍ដូចប្រទេសសង្ហបុរីអីគឺថាគេមានគេហៅថាអ្នកជំនួញវ័យក្មេងហ្នឹងគឺថាច្រើនជាងយើងចាហើយមូលហេតុដែលថាមានច្រើនជាងយើងហ្នឹងគឺដោយសារតែគឺកាប់ពិតក្មេងគេយល់ដឹងពីការដែលសន្សំលុយគេយល់ដឹងពីការប្រើប្រាស់លុយហ្នឹងមុនយើងខ្ញុំមិននិយាយថាយើងមិនដឹងទេគ្រាន់តែគេដឹងមុនយើងបាទគេដឹងមុនយើងឧទាហរណ៍គេដឹងមុនយើងដោយសារអីដោយសារតែកលៈទេសៈស្រុកទេសខុសគ្នាចាបាទណាកលៈទេសៈស្រុកទេសខុសគ្នាពួកយើងធ្លាប់អត់ដល់ពេលមានយើងរៀងចាយភ្លឹតភ្លើនដល់ពេលគេទៅគេវាធ្លាប់មានដល់ពេលអញ្ចឹងគេដឹងថាការប្រើប្រាស់លុយដើម្បីឲ្យវាកាន់តែមានថែមទៀតហ្នឹងប្រើមិនដល់តែពេលដែលយើងនេះគឺថាមិនដែលមានគេផងឥឡូវមានចាយយកទៅសុបាយសិនណាបាទវាស់វែងបន្តិចខ្ញុំសូមថែមបន្តិចឧទាហរណ៍ថាដូចនៅកន្លែងរោងចក្រខ្ញុំបច្ចុប្បន្ននេះយើងមានកម្មករប្រហែល120នាក់ដែរចាបាទយើងឃើញថា120នាក់ហ្នឹងអ្នកដែលយល់ដឹងអំពីការសន្សំលុយការប្រើប្រាស់លុយធ្វើម៉េចគឺថាមួយខែទល់មួយខែហ្នឹងឲ្យវាអាចចាយគ្រប់គ្រាន់ហើយសន្សំសល់បានខ្លះហ្នឹងគឺមានចំនួនទាបសឹងតែមិនដល់ 10% បងចាក្រៅពីហ្នឹងគឺថាជាទូទៅគឺថាសល់ថ្ងៃបាទគេហៅចាយសល់ថ្ងៃបាទចាយសល់ថ្ងៃព្រោះអស់លុយទៅហើយវាមិនទាន់ដាច់ខែទៀតហ្នឹងអញ្ចឹងឃើញថានេះហើយខ្ញុំគ្រប់គ្រងក្រុមហ៊ុនរបស់ខ្ញុំរាល់ថ្ងៃគឺខ្ញុំព្យាយាមអប់រំរឿងរបៀបដែលសន្សំចៃលុយរបៀបការប្រើប្រាស់លុយហ្នឹងច្រើនដែរហើយខ្ញុំក៏បានផ្លាស់ប្ដូររបៀបគិតរបស់ពួកគេច្រើនជាពិសេសគឺបុគ្គលិកដែលគាត់រៀនបានដល់ចប់បរិញ្ញាបត្រអីប៉ុន្តែគាត់នៅតែមិនយល់ពីរបៀបរឿងប្រើប្រាស់លុយការធ្វើយ៉ាងម៉េចឲ្យវាលុយកើតលុយនេះគឺខ្ញុំមិនត្រឹមតែបង្រៀនដែលបង្ហាត់គាត់ពីរបៀបធ្វើការទេខ្ញុំបង្រៀនពីរបៀបប្រើប្រាស់លុយទៀតដើម្បីឲ្យគាត់មានជីវភាពធូរធារកុំឲ្យថាយើងចេះតែគិតថាសន្សំតែប្រាក់ខែវាសល់តិចពេកណាព្រោះតែយើងចេះយកលុយប្រាក់ខែដែលយើងសន្សំបានយកទៅធ្វើអីផ្សេងទៀតបានយើងបានលុយកាន់តែច្រើនចាតាក់ទងនឹងសំណួរ3បាទណាសួរថាតើអាយុដែលប្រជាជនដែរសំទោសយុវជនហ្នឹងគួរតែមានអាយុប្រមាណបានគួរតែចាប់ផ្ដើមសន្សំប្រាក់ណាអញ្ចឹងគេចាមែនតើទៅគឺខ្ញុំគិតថាកាតព្វកិច្ចនេះចែកជា2ទី1គឺកាតព្វកិច្ចរបស់ឪពុកម្ដាយហើយនៅទី2គឺកាតព្វកិច្ចរបស់យុវជនខ្លួនឯងតែម្ដងបាទយើងឧទាហរណ៍ថា
បើសិនជាយើងគិតពីគេហៅថាដេញនីតិបុគ្គលហើយនឹងគេហៅអនីតិបុគ្គលណាបាទគឺថាបុគ្គលដែលគ្រប់វ័យទទួលខុសត្រូវហើយនឹងមិនទទួលខុសត្រូវយើងអាចគិតត្រឹម18អញ្ចឹងបើសិនជាអាយុក្រោម18ឆ្នាំខ្ញុំជឿថាពុកម្ដាយគួរតែបង្រៀនគាត់បាទគួរតែបញ្យល់គាត់ពីព្រោះការយល់ដឹងពីសង្គមរបស់គាត់ក៏នៅក្នុងកម្រិតទាបអញ្ចឹងគឺថាពុកម្ដាយកុំគិតតែពីរឿងថាឲ្យកូននឹងជំរុញឲ្យកូននឹងខំរៀនណាត្រូវតែដេញបញ្យល់អំពីរឿងការប្រើប្រាស់លុយនឹងឲ្យបានគាត់ឲ្យបានប្រយោជន៍ប៉ុន្តែយើងមិនត្រូវធ្វើរហូតដល់ទៅជាពុកម្ដាយដែលកំណាញ់ទេណាបាទយើងធ្វើជាពុកម្ដាយមួយដែលយើងបញ្យល់ពីហេតុផលថាគួរចាយឬមិនគួរចាយបាទចាយលុយមិនវាមានប្រយោជន៍ចាយលុយវាមិនវាខាតបង់វាអត់ប្រយោជន៍ចាដល់ពេលយុវជនដល់អាយុ18ឆ្នាំយុវជនត្រូវគិតថាកុំយកការដែលគេហៅថាបន្ទុកហ្នឹងមកទម្លាក់ទៅលើឪពុកម្ដាយរបស់ខ្លួនឯងទៀតណាគ្រាន់តែរឿងសន្សំសំចៃលុយសោះក៏ឲ្យឪពុកម្ដាយដាស់តឿនជាប្រចាំហើយនៅពេលដែលខ្លួនបើយើងនិយាយថាពេញកន្លោះពេញកមុំហើយវាដូចជាពិបាកមើលណាមិនអញ្ចឹងបាទអញ្ចឹងខ្ញុំគិតថាវ័យចាប់ពី18ឆ្នាំទៅគួរតែមានការទទួលខុសត្រូវខ្ពស់នៅក្នុងការសន្សំសំចៃលុយហើយនឹងការប្រើប្រាស់លុយអានេះចំពោះអាយុវិធីសាស្ត្រក្នុងការសន្សំលុយបាទណាវិធីសាស្ត្រក្នុងការសន្សំលុយធម្មតាបើយើងគិតថាដល់ពេលដែលយើងអាយុ18ឆ្នាំឡើងជាទូទៅយើងចូលធ្វើការណាបាទយើងអាចចាប់ផ្ដើមក្មេងឥឡូវគេរៀនបកែ18គេប្រឡងបាក់ឌុបជាប់ចាពេលដែលគេចូលរៀនមហាវិទ្យាល័យឆ្នាំទី1គេក៏ចាប់ផ្ដើមអាចធ្វើការដំបូងរបស់គេដែរមានន័យថាយើងរៀនបណ្ដើនេះចំណុចល្អបំផុតគឺនៅពេលដែលយើងទៅរៀនបណ្ដើហើយធ្វើការបណ្ដើហ្នឹងអាហ្នឹងគឺថាជាវិធីសាស្ត្រដំបូងដែលធ្វើឲ្យយើងចេះសន្សំលុយរបៀបសន្សំលុយហ្នឹងសន្សំមិនណាជាទូទៅគឺដេញការផ្ដល់យោបល់ទូទាំងពិភពលោកហ្មងមិនមែនតែខ្ញុំនិយាយដោយដេញគេហៅទ្រឹស្ដីខ្លួនឯងទេអានេះគឺខ្ញុំរៀនពីគេមកទូទាំងពិភពលោកទោះបីជាអ្នកល្បីណាក៏ដោយគេឲ្យដេញយើងយុវជនយើងនេះគឺថាចេះសន្សំ 10% នៃប្រាក់ចំណូលរបស់ខ្លួនចាហេតុអីបានថាសន្សំ 10% នៃប្រាក់ចំណូលរបស់ខ្លួនដោយសារតែពេលយើងចាប់ផ្ដើមធ្វើការងារដំបូងប្រាក់ខែយើងក៏វាតិចដែរវាអត់ទាន់បានប្រាក់ខែច្រើនដូចជាធ្វើការមានបទពិសោធន៍រាប់សិបឆ្នាំមកហើយទេណាបាទបើអ្នកខ្លះគេប្រាក់ខែគេដល់1000គេអាចសន្សំបានដល់500គេសន្សំបានដល់ 50% នៃប្រាក់ខែគេតែឧបមាបើមិនយើងចូលដំបូងបានប្រាក់ខែ170 180ណាបើមិនយើងសន្សំឧទាហរណ៍យើងទៅសន្សំ100បានអីចាយអញ្ចឹងបាទអញ្ចឹងបើយើងសន្សំត្រឹមឧបមាថា$15 $20ក្នុងមួយខែគឺអញ្ចឹងជាការសន្សំមួយដ៏ល្អអាហ្នឹងវិធីសាស្ត្រទី1អាហ្នឹងយើងនិយាយអំពីការសន្សំលុយចាមួយទៀតគឺយើងត្រូវយកលុយហ្នឹងទៅវិនិយោគលើខ្លួនឯងបាទអាហ្នឹងគឺជាការសន្សំមួយយើងមើលទៅដូចចាយប៉ុន្តែការពិតវាមិនមែនជាការចាយទេវាជាការសន្សំមួយដែលនាំឲ្យគេហៅថាមេត្តាពហុគុណយ៉ាងហោចក៏ទ្វេគុណមានន័យថាវានឹងកើតប្រយោជន៍ដល់ខ្លួនឯងខ្លាំងមែនទែនឧទាហរណ៍ថាបើសិនជាមួយខែឧទាហរណ៍គាត់បានប្រាក់ខែ200គាត់អាចសន្សំទុក20រៀលទៅបាទជាការសន្សំហើយគាត់យក20រៀលទៅសម្រាប់គាត់យកទៅរៀនថែមណាបាទយកទៅរៀនថែមហើយនៅពេលដែលរៀនថែមយើងឧទាហរណ៍តែបើសិនជា2ឆ្នាំគាត់បានសញ្ញាបត្រថ្មីមួយ2ឆ្នាំគាត់បានសញ្ញាបត្រថ្មីមួយគាត់ធ្វើការត្រឹមតែ6ឆ្នាំឬ8ឆ្នាំខ្ញុំគិតថាគាត់ឡើងប្រាក់ខែគុណនឹង2គុណនឹង3បាទហើយដល់ពេលឡើងប្រាក់ខែគុណ2 3ដងពេលហ្នឹងគឺខ្ញុំគិតថាការសន្សំលុយនោះបានច្រើនមែនទែនបានច្រើនមែនទែនបូកជាមួយនឹងអាលុយយើងសន្សំបន្តិចប្រចាំខែផងនៅពេលដែលយើងបានប្រាក់ខែច្រើនមកទៀតអាចរិតយើងចេះសន្សំឲ្យស្រាប់ទៀតគឺថាធ្វើឲ្យយើងនឹងគឺថាមនុស្សចាប់ផ្ដើមមានលុយកាន់តែច្រើនឡើងដល់ពេលមានលុយច្រើនឡើងវាដល់តែចំណុចមួយគឺនៅពេលដែលយើងចង់ចេញទៅរកស៊ីគឺមានន័យថាយើងមានដើមក្នុងការចាប់ផ្ដើមរកស៊ីបាទដល់ចាប់ផ្ដើមរកស៊ីម្ល៉េះហើយគឺថាខ្ញុំថែមចំណុចសន្សំមួយទៀតចុះបាទក្រៅពីយើងសន្សំជាសាច់ប្រាក់យើងសន្សំនៅក្នុងការវិនិយោគលើខ្លួនឯងរឿងមួយទៀតដែលយើងត្រូវសន្សំគឺថាយើងត្រូវសន្សំចំណេះដឹងឲ្យបានច្រើនបាទត្រូវសន្សំចំណេះដឹងឲ្យបានច្រើនហើយមុននឹងបាទយុវជនយើងរាល់ថ្ងៃនេះគឺថាចូលចិត្តចង់តែចាប់ផ្ដើមរកស៊ីដើម្បីចង់បង្ហាញគេថាយើងនឹងគឺជាសហគ្រិនវ័យក្មេងបាទណាគឺជាអាជីវករវ័យក្មេងប៉ុន្តែយើងត្រូវគិតថាតើវាក្មេងហ្នឹងវាក្មេងទាំងអស់តែម្ដងឬក៏ក្មេងយើងមានចំណេះដឹងដែរក្មេងតែអាយុបាទហ្នឹងហើយអញ្ចឹងបើសិនជាយើងមានចំណេះដឹងគ្រប់គ្រាន់អាយុក្មេងអត់សំខាន់ទេប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងខ្វះចំណេះដឹងគឺថាបើយើងក្មេងនោះវាក្មេងទៅតែមែនទែនបាទហើយសូម្បីតែយើងចាស់ក៏នៅតែក្មេងខ្ចីទៅលើការធ្វើអាជីវកម្មដែរដូច្នេះត្រូវរៀនសន្សំចំណេះដឹងក្នុងការធ្វើអាជីវកម្មហើយចំណេះដឹងក្នុងការធ្វើអាជីវកម្មយ៉ាងហោចគឺយើងត្រូវសន្សំ5ដែរគឺយើងសន្សំចំណេះដឹងពាក់ព័ន្ធជាមួយនឹងការបង្កើតផលិតផលឬសេវាកម្មណាបាទពេលធ្វើការជាមួយគេយើងត្រូវរៀនមើលណាអូខេបាទពេលគេបង្កើតផលិតផលហ្នឹងតើកែយើងបង្កើតអាម៉េចនៅពេលគេយកអីវ៉ាន់ហ្នឹងមកលក់គេយកពីណាមកបាទពេលគេបង្កើតសេវាកម្មហ្នឹងគេបង្កើតយ៉ាងម៉េចចា
ក្រោយពីបង្កើតបានយើងមើលរបៀបធ្វើទីផ្សាររបស់គេទោះបីយើងធ្វើការខាងកណន័យក៏ដោយយើងត្រូវរៀនអំពីរបៀបធ្វើទីផ្សាររបស់គេដើម្បីឲ្យយើងយល់ដឹងពីរបៀបធ្វើទីផ្សារពីព្រោះពេលដែលយើងបង្កើតក្រុមហ៊ុនរបស់យើងមកយើងជៀសធ្វើទីផ្សារយើងជៀសលក់ដូរមិនរួចទេបន្ទាប់មកទី3គឺយើងត្រូវចេះវិធីសាស្ត្រនៅក្នុងការធ្វើកណន័យបាទធ្វើបញ្ជីស្នាមពីព្រោះក្រុមហ៊ុនបើអត់ចេះធ្វើបញ្ជីស្នាមធ្វើធំអត់បានទេធ្វើក្រុមហ៊ុនធំអត់បានទេចូលតែយើងដែលចេះធ្វើបញ្ជីស្នាមជាគេហៅប្រព័ន្ធកណន័យអញ្ចឹងរៀនហើយបើមិនយើងមិនចេះទេយើងចាប់ផ្ដើមវិនិយោគលើខ្លួនឯងរៀនអាហ្នឹងហើយចាអាហ្នឹងទី3ទី4យើងត្រូវសន្សំចំណេះដឹងមួយទៀតគេហៅថាចំណេះដឹងក្នុងការគ្រប់គ្រងធនធានមនុស្សចាបាទពីព្រោះយើងមើលអ្នកខ្លះគាត់ខំពេលដែលមានទុនទៅរកស៊ីវាចំណេញលុយល្មមមែនប៉ុន្តែហត់នោះហត់ពិបាកនោះពិបាកមូលហេតុអីដោយសារតែយើងអត់បានសន្សំចំណេះពីការគ្រប់គ្រងធនធានមនុស្សម្ល៉េះហើយនៅពេលដែលយើងទៅរកស៊ីខ្លួនឯងចំណេញបានលុយបន្តិចតួចហត់ស្ទើរដាច់ខ្យល់ស្លាប់ហើយយើងចេះឆ្ងល់ថាគេរកស៊ីដូចយើងដែរដូចគេមិនសូវហត់ដូចយើងដោយសារតែគេចេះគ្រប់គ្រងមនុស្សហើយមួយទៀតដែលយើងត្រូវសន្សំដែរគឺរបៀបគេហៅថាដឹកនាំធ្វើការងារប្រចាំថ្ងៃបាទណាការគ្រប់គ្រងប្រចាំថ្ងៃគឺយើងត្រូវតែចេះហើយការគ្រប់គ្រងប្រចាំថ្ងៃនេះវាមើលសពមើលគ្រប់នេះជារបៀបណាបាទដែលខ្ញុំចង់ឆ្លើយទៅសីណាថារបៀបសន្សំណាទោះបីវាមានច្រើនជាងហ្នឹងខ្ញុំគ្រាន់តែចង់សង្ខេបថាយើងមានសន្សំជាសាច់ប្រាក់នោះផងសន្សំតាមរបៀបការវិនិយោគដើម្បីឲ្យខ្លួនឯងរីកចម្រើននោះផងបាទហើយសន្សំដែលគេហៅថាចំណេះដឹងក្នុងការសម្រាប់ត្រៀមទៅចេញក្នុងការរកស៊ីនោះផងបាទទោះតែយើងសន្សំអាហ្នឹងវិធីសាស្ត្រសន្សំសំខាន់ដែលយើងគួរមានហើយចុងក្រោយតាក់ទងជាមួយនឹងគាត់ថាយុវជនណាពេលមានការងារធ្វើហើយយុវជនខ្លះហ្នឹងគឺថាអត់សន្សំប្រាក់ខែខ្លួនឯងដល់តែពេលចាប់ផ្ដើមទៅរកប្តីរកប្រពន្ធដាក់យកអាបន្ទុកហ្នឹងមកដាក់ឲ្យឪពុកម្ដាយទៅទៀតបាទហើយមួយយ៉ាងស្រុករាល់ថ្ងៃនេះថ្លៃទៅទៀតណាបាទចង់ការប្រពន្ធត្រឹមត្រូវមួយឥឡូវសិតតែ$10,000ហើយនោះបានការរួចហ្នឹងហើយបើខ្លួនឯងពេលធ្វើការហ្នឹងអត់សន្សំទេដល់តែពេលត្រូវការប្រពន្ធលេងឲ្យឪពុកម្ដាយហ្នឹងយើងឃើញជាក់ស្ដែងឥឡូវនេះសំខាន់បំផុតគឺខ្ចីលុយគេការប្រពន្ធទៅទៀតណាបាទទៅចងការគេឲ្យវាអាក្រក់មើលណាខ្ញុំឃើញគ្រួសារខ្លះមានគេហៅថាវាមានរឿងត្រួតគ្នាវាច្រើនពេកបំណុលវាត្រួតគ្នាច្រើនពេកចាឧទាហរណ៍ថាមុននឹងការកូនហ្នឹងទៅខ្ចីលុយគេកែកុនផ្ទះឲ្យវាសមរម្យណាកុំឲ្យវាការហើយវាអត់មានបានដែងលាបថ្នាំឡើងវិញឬក៏កែសុផនភាពផ្ទះឲ្យទិញពូកទិញក្រែឲ្យដាក់សមរម្យវាមិនកើតចាខ្ចីគេមិនសាបាទដល់តែពេលទៅការកូននេះណាមិនចឹងមានកូនវាអត់បានសំដល់តែពេលគេទាថ្លៃខាន់ថ្លាថ្លៃអីហ្នឹងខ្ពស់ពេកទៅខ្ចីលុយគេហ្នឹងយកទៅជូនថ្លៃកូនកំមុំគេហ្នឹងទៀតទៅពាក់គេមកតង់ទៀតណាដល់តែពេលការនេះខ្លាចលោវាមិនសមរម្យណាបើថារៀប20 30តុកដូចតូចណាដាក់បាន80អីគេទៅណាចាបាទដល់ពេលហៅភ្ញៀវមកភ្ញៀវខ្លះគាត់ពងដាច់យ៉ៃដែរចឹងចងដៃនេះវាមិនដល់អាចំណាយហ្នឹងការហើយហ្នឹងទូទាត់ទៅចាពាក់លុយគេទៀតទៅដល់ពេលត្រូវការលុយយកមកសងថ្លៃមហូបគេហ្នឹងខ្ចីគេទៀតទៅចាចុងក្រោយអាការកូនបានមកហើយនេះដល់ពេលជួងកាលទៅម៉ូតូទៅវារៀងចាស់ពេកហើយដល់ពេលអញ្ចឹងទៅចង់ថាំងឲ្យបានម៉ូតូមួយសមរម្យឲ្យកូនជិះទៅគ្នាបើទឹមការប្តីការប្រពន្ធហើយតែខ្ចីលុយគេថែមនៅទិញម៉ូតូទិញអីហ្នឹងទៀតអញ្ចឹងបើគិតទៅរាប់សង្ខេបអ្នកខ្លះจะពាក់គេ4តង់ឯណោះចាអញ្ចឹងខ្ញុំចង់ប្រាប់ទៅយុវជនយុវនារីវិញគឺថាការពិតយើងគួរតែរៀនសន្សំហើយនៅប្រទេសគេអញ្ចេះគេសហការគ្នាល្អណាស់អូម៉ាគេចង់បានប្តីចង់បានប្រពន្ធនេះមានតែបរិសុទ្ធចង់បានប្រពន្ធស្ត្រីចង់បានប្តីដែរគេអត់សង្កត់ថងខាងអញ្ចឹងទេបើគេជួយគ្នាយើងឧទាហរណ៍ថាគេជួយធ្វើម៉េចឲ្យអាពីហ្នឹងវាកើតឡើងហើយដោយមិនចម្ពាក់គេឧទាហរណ៍ថាគេរៀបចំល្មមទៅខាងប្រុសមាន2000ខាងស្រីមាន2000ហ្នឹងគេចូលគ្នាបាន4000គេរៀបចំតាមថវិកាដែលគេមានហ្នឹងបាទនៅស្រុកគេធ្វើអញ្ចឹងខ្ញុំឃើញនៅថៃនៅវៀតណាមគេធ្វើអញ្ចឹងបាទគេអត់ខាងស្រីនឹងគេអត់ទៅទាខាងប្រុសនឹងប្រកបដើម្បីថាធ្វើម៉េចកុំឲ្យចាញ់ចិត្តខាងកាលការកូនគេជាប់លបងយើងនេះគេទាបាន6000ណាកូនយើងមិនបាន6000កុំយកបាទអាកាលគេ6000ណាខាងប្រុសវាមានលុយវាមានអីដល់តែពេលយើងនេះខាងប្រុសអាគ្នានឹងខ្សត់លុយទាំងអីហើយយើងទៅប្រកបដោយគេដែរគ្នានោះធ្វើខ្លាចអត់ប្រពន្ធនេះខ្លាចលោអាដៃមនុស្សជាទីស្រឡាញ់នឹងត្រូវបាត់បង់ទៅចេះតែខំប្រឹងដល់ពេលការហើយអាមកខាងញឹមមកខាងយំបាទអញ្ចឹងគឺมันល្អទេអញ្ចឹងសម្រាប់ខ្ញុំឲ្យយោបល់ទៅយុវជនខ្ញុំថាយើងត្រូវសន្សំសំចៃទាំងអស់គ្នាទាំងសងខាងបរិសុទ្ធក៏ត្រូវសន្សំសំចៃហើយខាងស្រីក៏ត្រូវសន្សំសំចៃហើយនៅពេលដែលរៀបការយើងត្រូវគិតថា
บรอยังกาทั้งบ้านปนเมาให้สตรียังกาทั้งบ้านไปเมาได้ให้ยังปนยังจะแปะกี้ก็ยังมันสบายchất hay đâyยังจะแปะกี้ก็ยังมันสบายchấtได้จังยังกลัวตาไม่คือถ้ายังcái hao on lấy ta compromise rồi sầm rùa cái này tao nèให้เจริญกับน็อตถาบิกาปลาปลาเลยเปียเปียนั่งกลมใจหูหายปียังโอติฮอไทยบ่ยังอดจะแปะไทยกี่ไทยเธอเตะเตยังอดจะแปะไทยจุ่มนุ่นเตยังอดจะแปะไทยมาโฮบเตได้ก่อนดักกาเฮ้ยยังขวาลุยดับใบติ้งมาโตไปพวกจึงเธอกามาโตปีพวกอะไรเธอกาnó bị khó khănยังชีมาโตมุ้ยbịอดตอนเปลตอนมองเตยังชีลุยกี่ดับใบติ้งมาโตมุ้ยก่อนชีแต่เธอกานั่งรอขยมกอมโตรนะปันดอเปลจับแปะเตมาสนัวมาจังคือขยมอดกอมโตรนี่ขยมเคยหานั่งกับหอทั้งหมดนะจ้ะคุณจะให้สไลนาเหมือนในมาสำนวนเตี้ยลูกเตี้ยตรงนังวิธีศาสตร์พลาดโดยอย่าบอดในโครงการซ้ำลุยบ่าวิธีซะอะไรพลาดโดอะไรอย่างบอทนงกาสันซ้ำเลยนี่คือขยมกันทาวีจีเรื่องบอกบุกกุลในมวยจรันเชียงบ่าเฮยยังมือได้เปลี่ยนเจแกเฮาทากระเจาะประเทศเนี่ยนะคือเนี่ยนั่งเนี่ยฉลองกระเจาะในตรองนี่ขยมช่องสำดาวตัวเลือปกมาได้คือปกมาได้จีบไปเซสมาโต้ขยมยี่ตั้งแต่ใส่น้าเบอร์สนปะป้อลของขังนะอุติฮอแต่ใส่น้าจีกระเจาะดำใบยอยโกนปลอกโกนใส่ยังฉลองอ่ะกันนี้นั่งไงจังใบยังจังพลาดโดเอเดียบอสนั่นคือโกนดอกบอสยังเตะพลาดโดเอเดียบอสหลุดยังไปโปรการนาได้เคยมาได้ใจชงจังโกนวิเคยแต่ยังฉันไปเรียนตามดังได้เนี่ยก็วิจัยอะไรชงจังได้จังใบยังจังเอาพลาดโดเอเดียบอสยังเถอะพลาดโดปีกลุนยังเติมมุนพลาดโดปีกลุนยังเติมมุนจีกมรูให้ขยมอุติฮอถ้าโดยขยมสบายแต่เนื้อกรมหุ่นก็ได้กาปลาปลาเหมือนเจียกาปลาปลาปูเพลิงกาปลาปลาตึกกาปลาปลาเอาไว้สบายสบายคือแต่ขยมจีเนี่ยนอมกี้ในขนมกาอะไรแกเอาแต่ซ้ำใจขนมกาปลาปลาแต่งออกนั่งไอ้ทวีตบัตรขยมเชื่อมนุษย์ได้จัดละอโจลจัดทั่วบนขยมโอ้เบอร์ท่านแต่ถ้าขยมเติมซ้ำใจคือขยมซ้ำใจตั้งปีกะปีเซนหลังเติมแต่เบอร์เป็นได้ขยมเติมกาช่วยกูมากับเปรี้ยขยมช่วยยุบจนช่วยขยมช่วยรอบปอนรอบเมินหมอขยมอัตรายดิบัดช่วยลำใบย่อยมนุษย์กาจีบไปย่อยเอามนุษย์เมียนสมัติเพียบคือขยมช่วยแต่ปัจจัยเบอร์กาปลาปลาวิ่งคือขยมซ้ำใจเหมือนกันให้อาการได้ยังดักนอมซ้ำใจนั่นคือถ้าในเป็นหรือยังจีเมดักนอมพลาดโดหรือเอเดียบอทของการซ้ำใจคือถ้าเวียดทั่วเวียโอเตียมนุษย์เจ้าเนี่ยนะได้เอาตัวตามยังให้อย่างนั้นเวียดก็ตัวจีบย้อนครั้งเหมือนกันการชนะปีปอนใบบาดการดับบนชนะมุนขยมบานนายนอมโกนเจ้ามายังให้แต่โกนเจ้าเชิงเจ้าบาดบอกผลึกกรองบังกอบปีโปรงี้ลือโซปัตตเพียบต่อวาลังปราคายงี้ลือโซปัตตเพียบต่อวาลังปราคายไอ้ขยมเฮาบอกกันลึกระบอกขยมมาปรับขยมทากลมชุดกี่มันจำไปต่อวาลังปราคายที่ปราคายกาปดยังลังคลุนยังบ้านนะจำไปเอากรมพลลังก็ยังไงไอ้ก็ถ่ายมองไอ้ยี่ปราคายลังไม่ยังแม่นเนี่ยสำรักผองกรมพลเนี่ยสำรักแต่ไปยังมันต่อบ้าขี้อัดลังก็ยังเต้เนี่ยยอมทางกำนัดนี่คือเขากำนัดได้มีนตุ่มรอบจำต่อว่าเฮ้ยอะไรเงี้ยสังคมเท่าจีรังประแค่ยอมเหม็นท่าเบี้ยมันบานทำไรใช่ป่ะนั่นตุ่มรอบอักร้อยอมบานปราบได้โกนเจ้าชมนั่นเป็นลูกยอมท่ากาปัดประแค่ยังไอตุ่มลังคลุนไอบานเบอร์สันตีมวยยังตุ่มลังสมัติเพียบพอยังบ่ายังกิดมือจูนก้าวสมัติแต่เพียบพอยังเน่าแต่ได้แมนแต่นั่นเฟื่อกาคลาแต่บุ้งโจลเมาด้วยก่อนบ่าเฟื่อกาบ้านมันติ๊กแหลกใดมาเธอเล่งมายังมีได้สมัติแต่เพียบอ่อนอย่างมุนเด่นปันแต่เปลเวลี่ไปเอาเติมมุกนะเนี่ยบอกบ่าเปลเวลี่เอาเติมมุกเราไปดัชน้ำยังลงปึงลังแผลไข่ปันแต่คลุนยังกับปันดัชน้ำมุนนี่ยังเธอกาละอเจียนđó là pe là năm thằng mấy đi dương an thắng dương bốc cả lớp tiền chặt đi mồm kìm đánh dương tàu na đấy vì phụ bậc kỳ phỏng đánh cái đánh du á đó pe dương từ phơi ca lính pan dương chọn bàn bạc hay cho nên dương muôn chứ không tha ọt thì rồi biết tầm lang bạc hay ở khuôn ấy ti muốiคือเธอไม่ประกันสมัติเพียบบอกkhuôn ở khu dương muôn bà hơi bà sinh dương cơnสมัติเพียบkhu dương muôn hơi dương doสมัติเพียบนั่นอ่ะโยมบอลแทมเลือกางเงียยังนะดับใบเธอไม่เอากางเงียนั่งเวียนเมียนพอลคู่เชียงมุนบ่าช่างบ้านประโยชน์แบบก็ชมทากาปัดនៅលើលោកនេះគ្មានថៅកែណាគេលងងយកលុយផ្ទះឬយកលុយកប៉ៅមកបើកប្រាក់ខែឲ្យយើងទេគឺការពិតលុយដែលបើកឲ្យយើងហ្នឹងគឺបានមកពីយើងទៅខំរកឲ្យវាសល់ណាទល់តែវាសល់បានគេយកមកបើកឲ្យយើងបើវាអត់សល់ក៏គេមិនបើកឲ្យយើងដែរយើងឧទាហរណ៍ថាឥឡូវណាក្រុមហ៊ុនហ្នឹងមានអ្នកលក់10នាក់គេគិតណាបាទម្នាក់ដែលលក់បានលើសពីអ្វីដែលគេអាចចាយទៅគាត់គេទុកគាត់តែបើសិនជាម្នាក់ទៀតដែលលក់មិនបានសូម្បីតែប៉ះពៅតែប្រាក់ខែខ្លួនឯងមិនរួចផងគេមិនទុក
ចឹងយើងសួររកាពិតប្រាក់ខែម្នាក់ហ្នឹងដែលបានបើកហ្នឹងហើយដែលបានតម្លើងហ្នឹងសួររកាពិតបើកប្រាក់ខែហ្នឹងគេអ្នកបើកឲ្យគាត់ឬក៏គាត់បើកខ្លួនឯងគាត់បើកខ្លួនឯងហើយនៅពេលដែលគាត់លក់ដាច់ខ្លាំងជាងគេអอกមកក្នុងចំណោម10នាក់ហ្នឹងមានម្នាក់គាត់ប្រកែលក់ខ្លាំងជាងគេហ្មងបាទគេតម្លើងឋានៈឲ្យគាត់ហើយតម្លើងប្រាក់ខែឲ្យគាត់ទៀតការពិតมันមែនតែនដូចជាមួយផ្លែតយើងលឺសូគេការពិតគេតម្លើងឋានៈឲ្យគាត់ហើយគេតម្លើងប្រាក់ខែឲ្យគាត់ការពិតមិនមែនទេគឺអាឋានៈដែលត្រូវឡើងដោយសារសមត្ថភាពគាត់វាឡើងខ្ពស់ជាងមុនហើយប្រាក់ខែដែលគាត់ត្រូវឡើងដោយសារគាត់លក់បានច្រើនជាងគេណាបាទអញ្ចឹងយើងត្រឡប់មកមើលវិញថាតើដើម្បីបានឡើងប្រាក់ខែយើងធ្វើម៉េចគឺនៅតែដដែលយើងត្រូវតម្លើងសមត្ថភាពរបស់យើងឲ្យបានខ្ពស់ជាងមុនហើយយើងត្រូវខំប្រឹងធ្វើការធ្វើម៉េចឲ្យបានផលវាខ្ពស់ជាងមុនហើយអាពីរនេះគឺវាដើរទៅទន្ទឹមគ្នាចា៎បាទយើងមិនអាចធ្វើការងារបានផលច្រើនជាងមុនទេបើសមត្ថភាពយើងនៅប្រហែលមុននេះហើយបើមិនជាសមត្ថភាពយើងនៅប្រហែលដដែលក៏យើងមិនអាចបានផលច្រើនជាងមុនដែរអញ្ចឹងយើងត្រូវរបៀបដែលយើងត្រូវធ្វើគឺយើងត្រូវទៅរៀនថែមនៅពេលដែលរៀនថែមមានចំណេះដឹងបន្ថែមយើងយកមកក៏តែខំប្រឹងធ្វើការឲ្យវាកើនមួយទៀតដែលជាអត្តកម្បាំងបំផុតគឺមនុស្សយើងច្រើនចេះទៀតកាលណាចេះជាងគេគឺចង្អៀតចង្អល់ចា៎ណាបងបាទចេះជាងគេគឺចង្អៀតចង្អល់អត់ចង់ប្រាប់គេទេណាបាទថ្ងៃនេះខ្ញុំចង់ប្រាប់ដល់ប្រិយមិត្តដែលកំពុងតាមស្ដាប់នេះថាត្រូវបើកចិត្តឲ្យទូលាយជាពិសេសគឺថាយុវជនបាទឬក៏អ្នកដែលចូលធ្វើការថ្មីឆ្នាំទី1ទី2ទី3នេះណាចា៎មិនមែនអ្នករៀនឆ្នាំទី1ទី2ទី3គឺអ្នកធ្វើការឆ្នាំទី1ទី2ទី3បើកចិត្តឲ្យទូលាយបើសិនជាយើងចេះជាងគេខំបង្រៀនគេអ្នកដែលមិនចេះពីព្រោះយើងគិតមើលណាមុនដំបូងយើងគិតថាបើបង្រៀនគេចេះទៅខ្លាចលោកគេទៅដដើមមនុស្សអញដដើមមនុស្សអញការពិតអត់មែនទេកាលណាតែយើងអាចបង្រៀនគេបានគឺយើងនឹងខ្លាចទៅជាអ្នកដឹកនាំរបស់គេនៅពេលដែលយើងអាចខ្លាចទៅជាអ្នកដឹកនាំរបស់គេគឺជាទូទៅយើងទៅជាមេគេហើយយើងនឹងមានឋានៈធំជាងគេយើងនឹងមានប្រាក់ខែច្រើនជាងគេហើយបើយើងនៅតែបន្តបរៀនគេទៀតណាឲ្យគេចេះធ្វើការកាន់តែខ្លាំងទៀតគឺមានន័យថាយើងគ្រាន់តែដឹកនាំគេក៏ប៉ុន្តែលុយគឺគេអ្នករកបាទគេអ្នកបង្កើតចំណូលរបស់យើងហើយក្រុមហ៊ុនក៏រីកចម្រើនដោយសារយើងហើយយើងក៏រីកចម្រើនដោយសារតែអ្នកដែលយើងបានបង្ហាត់បានបង្រៀនគេហ្នឹងអ្វីដែលបងប្អូនកំពុងតែតាមស្ដាប់នេះត្រូវចាំថាចំណូលគឺកើតមកពីចំណេះបូកជំនាញចា៎បាទទល់តែមានចំណេះហើយមានជំនាញបានកើនចំណូលបាទអញ្ចឹងគឺបើចំណេះនឹងវាកាន់តែច្រើនជាងមុនមានន័យចំណូលវាកាន់តែខ្ពស់ជាងមុនបើជំនាញនឹងវាកាន់តែល្អជាងមុនគឺមានន័យថាចំណូលនឹងកាន់តែខ្ពស់ជាងមុនហើយកុំនិយាយដល់អ្នកធ្វើការណាបាទសូមនេះគឺយើងអត់និយាយនេះអត់សំដៅទៅលើអ្នកធ្វើការទេសូម្បីតែអ្នករកស៊ីក៏ចឹងដែរចាខ្ញុំនិយាយដោយខ្លួនខ្ញុំផ្ទាល់តែម្ដងបាទគ្មានមួយថ្ងៃណាដែលខ្ញុំមិនរៀនទេចាគឺខ្ញុំរៀនពេលល្ងាចមុនចូលគេងខ្ញុំត្រូវរៀនយ៉ាងតិច1ម៉ោងពេលព្រឹកពេលភ្ញាក់ពីដំណេកមុនទៅហាត់ប្រាណគឺខ្ញុំត្រូវរៀនយ៉ាងតិច1ម៉ោងហើយបើសិនជាប្រិយមិត្តកំពុងស្ដាប់ថាខ្ញុំរៀនម៉ោងប្រមាណគឺជាទូទៅល្ងាចខ្ញុំរៀនពីម៉ោង9ដល់ម៉ោង10យប់ហើយពេលព្រឹកគឺខ្ញុំរៀនពីម៉ោង5ដល់ម៉ោង6ព្រឹកចា៎គឺកាលវិភាគទៀងទាត់សម្រាប់ខ្លួនខ្ញុំតែម្ដងណាអញ្ចឹងខ្ញុំមើលឃើញជាក់ស្ដែងនៅពេលដែលខ្ញុំមានចំណេះច្រើនជាងមុនខ្ញុំដឹកនាំក្រុមហ៊ុនរីកចម្រើនជាងមុនចា៎ហើយនៅពេលដែលខ្ញុំមានជំនាញកាន់តែប្រសើរជាងមុនយើងឃើញថាយើងទៅធ្វើការរកស៊ីយើងប៉ះគូប្រកួតប្រជែងយើងអត់មានបារម្ភទេបើយើងមើលទៅដូចចង់និយាយថាដំបូងដូចប្រហែលគ្នាប៉ុន្តែនៅពេលដែលយើងបង្កើនចំណេះបង្កើនជំនាញយើងមើលទៅយើងខ្លាំងជាងគេឆ្ងាយចា៎បាទឈ្នះដាច់មកភាសាខ្មែរថាសាមញ្ញថាឈ្នះដាច់ចា៎ដូច្នេះវាអត់មានរឿងអីដែលថាយើងទៅបង្កើតប្រាក់ចំណូលច្រើនជាងមុនអត់បានយើងរកប្រាក់ចំណេញច្រើនជាងមុនអត់បានទេបាទអញ្ចឹងគឺសំខាន់ត្រូវតែមានចំណេះនិងមានជំនាញឲ្យច្រើនជាងមុនបានមានប្រាក់ចំណូលច្រើនជាងមុនបានចា៎កន្លឹះមួយទៀតចំណេះនិងជំនាញនេះវាកើតឡើងដោយរបៀបណាចំណេះនិងជំនាញវាកើតឡើងដោយរឿងមួយទៀតយើងហៅថាចំណងចា៎បាទពួកកាលណាអ្នកខ្លះយើងចង់បានយើងត្រូវការចំណេះយើងត្រូវការជំនាញប៉ុន្តែបើយើងខ្វះចំណងវាអត់មានគេហៅថាការដុតឲ្យយើងខិតខំប្រឹងទៅយកចំណេះឬក៏នេះទេពីព្រោះជួនកាលដូចបងអូនស្រីដែលស្រីណាមិញដែលគាត់និយាយចឹងអាហ្នឹងកាប់ពិតមានមែនណាយើងឧទាហរណ៍ដែលយើងដឹងតែយើងត្រូវការចំណេះប៉ុន្តែដល់ពេលអមថាចេញពីធ្វើការទៅមិត្តភ័ក្តិគេបបួលទៅបុកវិយាអញ្ចឹងទៅយើងក៏ទៅបុកវិយាបាត់ទៅឬគេបបួលទៅអង្គុយផឹកហ្នឹងផឹកបាត់ទៅឬក៏យើងគេបបួលទៅបាទទៅលេងអីមួយយើងទៅលេងបាត់ទៅចង់និយាយថាមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងហ្នឹងអញ្ចឹងយើងមើលទៅឃើញថា
ការពិតបើសិនជាយើងចេញពីធ្វើការម៉ោង5ហើយយើងបានរៀនដល់ម៉ោង7វិញយើងធ្វើអញ្ចឹងតែ5ឆ្នាំយើងខ្លាយទៅចំនួនម្នាក់ដល់ប៉ាកែផ្ទុយទៅវិញបើសិនជាយើងប្រើពេលអញ្ចឹង5ឆ្នាំវាប៉ាកែដែរយើងឧទាហរណ៍បើសិនជាយើងយកអានឹងទៅបុកវិជាយើងប៉ាកែបុកវិជាជាងមុនណាប៉ុន្តែយើងអត់បានសំលុយទេយើងចាយលុយអស់បើសិនជាយើងឧទាហរណ៍យកអានឹងទៅផឹកវិញប្រហែលជាតម្លៃផលបានមកវិញអស់លុយពោះកប៉ោងរៀងក៏ត្រៀតក៏ត្រូលខូចសុខភាពប៉ះពាល់ដល់សុខភាពមង្គលគ្រួសារអីនឹងជាដើមបាទអញ្ចឹងគឺថាដើម្បីសម្រេចឲ្យបានចំណេះត្រូវជំនាញត្រូវបងប្អូនត្រូវមានចំណងត្រូវចា៎បាទចង់ឲ្យត្រូវហើយអ្នកបរាជ័យគឺសិតតែចង់ខុសបាទអ្នកចង់ត្រូវអត់បរាជ័យទេនឹងមកពីមនុស្សចង់ខុសហ្នឹងហើយបាទចង់លេងល្បែងចង់សបាយអត់របៀបចង់អីនេះគឺអាហ្នឹងគេហៅរឿងចង់ខុសហើយមកពីចង់ខុសហ្នឹងហើយបានវាចេះខុសដល់ពេលវាចេះខុសទៅធ្វើទៅត្រូវវាមិនធ្វើខុសចាអរគុណយើងនៅសល់ពេលតែ1នាទីទៀតទេសូមលោកខ្លីមែនតើថាតើមានផលប្រយោជន៍អីខ្លះបើសិនបើប្រជាពលរដ្ឋហ្នឹងលោកដឹងអំពីគន្លឹះក្នុងការបង្កើនប្រាក់ចំណូលហ្នឹងចាខ្ញុំនិយាយដោយខ្លីគឺយើងត្រូវគិតថាមនុស្សភាសាខ្មែរយើងហៅបែកគំនិតបាទកាលណាតែយើងរកអ្វីមួយឃើញឲ្យយើងកើនចំណូលគឺមានន័យថាអាគំនិតយើងវាកាន់តែភ្លឺឡើងវាកាន់តែស្រឡះឡើងហើយបើឧបមាថារកគំនិតស្អីមួយដែលបង្កើតចំណូលឲ្យវាឬក៏បង្កើនចំណូលអត់បានវាសុញយើងថាសុញបាទល្ងឹតឈឹងតែធ្វើអីក៏ធ្វើអត់កើតដែរអញ្ចឹងបានខ្ញុំបញ្ជាក់មុននឹងមិញថាគឺត្រូវតែកំណត់ចំណងខ្លួនឯងឲ្យត្រូវចាបាទគឺចំណុចពាក្យសំខាន់ថ្ងៃនេះដែលខ្ញុំចង់ចែកម្លែកក្នុងកម្មវិធីនៅចុងបញ្ចប់នេះគឺថាពាក្យថាចំណងកំណត់ចំណងខ្លួនឯងឲ្យត្រូវបើថាចង់ខុសគឺចេះខុសហើយបើចេះខុសគឺធ្វើខុសហើយបើធ្វើខុសលទ្ធផលមកខុសបរាជ័យហើយក្នុងជីវិត